គ្រប់ជំនឿសួរទៅកាន់ពុកម៉ែបងប្អូនក៏ជាប្រិយមិត្តដែលនិយមជួយចិត្តស្រឡាញ់ទៅនឹងវិស័យកូនទូកស្លាប់មកហើយក៏សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអ្នកខាងខេត្តក្រចេះផងដែរសម្រាប់មួយគ្រឿងនេះគឺជាទូកស្លាប់មនដែលមានឈ្មោះថាពេជ្រមณีសែនជ័យបារមីស្រឡៅដំណាក់ណាពុកម៉ែបងប្អូនដែលជាទូករបស់បងប្អូនអ្នកខាងខេត្តក្រចេះយើងណាសម្រាប់មួយគ្រឿងនេះដែរគឺជាស្នាដៃរបស់លោកគ្រូចម្រើនណាដូចដែលខ្ញុំបានធ្វើវីដេអូគាត់បាន3វីដេអូដែរហើយសម្រាប់ទូកស្លាប់មនរបស់គាត់ណាគឺមួយគឺស្អាតខ្លាំងសម្រាប់ការធ្វើទូករបស់គាត់គឺស្អាតមួយកម្រិតហើយចំណែកគំនូនោះគឺមួយកម្រិតទៀតគឺថាស្អាតញាក់តែម្ដងហើយតាមអ្វីដែលខ្ញុំដឹងហ្នឹងគឺគំនូហ្នឹងគឺជាស្នាដៃរបស់ជាងក្បាច់នៅខេត្តបន្ទាយមានជ័យហើយសម្រាប់ពុកម៉ែបងប្អូនកលេចមកមើលមួយគ្រឿងនេះយ៉ាងម៉េចដែរហើយជាប់ចិត្តដែរឬទេហើយសម្រាប់ខ្ញុំមកផ្ទាល់គឺថារៀងប្លែកទាំងគំនូណាដោយសារមិនសូវបានឃើញគំនូប្រភេទបែបនេះទេរៀងក្បាច់ច្រើនហើយក៏ស្អាតមួយយ៉ាងដែរហើយសម្រាប់បងប្អូនដែលនិយមចូលចិត្តលេងទៅនឹងវិស័យទូកស្លាមនប្រហែលជាស្គាល់នៅលោកគ្រូចម្រើនសម្រាប់លោកគ្រូផ្ទាល់គឺជាអ្នកស្រឡាញ់អ្នកគ្រប់គ្រងទៅនឹងវិស័យទូកងណាគឺថាតាំងពីវ័យកុមារភាពតែម្ដងចំណែកមកដល់បច្ចុប្បន្ននេះត្បិតថាមិនសូវជាមានពេលវេលាគ្រប់គ្រាន់ប៉ុន្មានក៏ប៉ុន្តែក៏លោកគ្រូនៅតែឆ្លៀតបង្កើតស្នាដៃជាប្រភេទទូកស្លាមនមួយគ្រឿងណាសម្រាប់បងប្អូនទាំងគ្នាដែលចង់បានឬក៏ចង់យកទៅដាក់តាំងចង់យកទៅប៉ុណ្ណាំងអីចឹងជាដើមណាហើយសម្រាប់ស្នាដៃរបស់លោកគ្រូគឺស្អាតណាពុកម៉ែបងប្អូនទាំងគ្នា